លោកគ្រូហំខ្ញុំធ្លាប់កោតសរសើរលោកជាយូរមកហើយអំពីអាគមប៉ុន្តែម្ដងនេះខ្ញុំមិនពេញចិត្តនឹងទង្វើរបស់លោកនោះទេបើមានរឿងនេះកើតឡើងនៅថ្ងៃក្រោយទៀតលោកគ្រូនឹងពិបាកឈរជើងនៅទីនេះហើយខ្ញុំហាត់រៀនអាគមរាប់សិបឆ្នាំមកហើយត្រណមគ្រូរបស់ខ្ញុំមិនអោយនរណាម្នាក់គំរាមឬប្រមាថនោះទេតើលោកអាចប្រាប់ពីហេតុផលច្បាស់លាស់បានទេព្រោះការមិនបានចូលព្រៃធ្វើឲ្យប៉ះពាល់ដល់ជីវភាពអ្នកភូមិយើងណាស់ដូច្នេះយើងចង់ដឹងមូលហេតុឲ្យបានច្បាស់បើមិនសូវជាគ្រោះថ្នាក់ទេហើយយើងអាចការពារបានគួរតែឲ្យអ្នកភូមិប្រថុយចូលទៅថ្ងៃនេះបានចូលព្រៃហើយដូច្នេះគួរតែសាកទៅលេងនាងខ្លានោះមើលតើនាងខ្លាំងប៉ុណ្ណាទៅកន្លងមកពេលលោកគ្រូនៅតែហាមមិនឲ្យយើងទៅរកនាងដូច្នេះឆ្លៀតឱកាសនេះកុំឲ្យរំលងឲ្យសោះគួរតែបានសាកបានមួយស្នៀតសិនចាំទៅរកលោកគ្រូបន្តទៀតរឿងកំហឹងគ្រូហំនិងមនុស្សថ្មគ្រូហំតើជាលោកមែនទេដែលបានទៅចិញ្ចឹមខ្មោចព្រៃធ្វើបាបអ្នកភូមិតើនេះអ្នកទាំងអស់គ្នាកំពុងតែនិយាយអ្វីហើយសុកមិនបានជាមករករឿងខ្ញុំគ្មានមូលហេតុដូច្នេះលោកគ្រូហំខ្ញុំធ្លាប់កោតសរសើរលោកជាយូរមកហើយអំពីអាគមប៉ុន្តែម្ដងនេះខ្ញុំមិនពេញចិត្តនឹងទង្វើរបស់លោកនោះទេលោកសារភាពមកតើលោកមែនទេដែលចិញ្ចឹមខ្មោចព្រៃមកធ្វើបាបអ្នកភូមិមែនហើយគឺខ្ញុំបានចិញ្ចឹមខ្មោចព្រៃមែនប៉ុន្តែខ្ញុំមិនបានប្រើពួកគេឲ្យតែធ្វើបាបអ្នកភូមិឡើយនេះប្រហែលអ្នកទាំងអស់គ្នាយល់ច្រឡំជាមិនខានទេតើលោកចិញ្ចឹមខ្មោចព្រៃធ្វើអ្វីនេះមិនមែនចង់ចិញ្ចឹមដើម្បីរៀនអាគមងងឹតទេមែនទេបើថ្ងៃនេះលោកគ្រូមិនអាចបកស្រាយបាននោះលោកគ្រូនឹងពិបាកឈរជើងនៅទីនេះទៀតហើយអ្នកទាំងអស់គ្នានិយាយនេះមានចេតនាចោទប្រកាន់និងធ្វើបាបខ្ញុំហើយខ្ញុំចិញ្ចឹមពួកគេទុកសម្រាប់តែជួយខ្ញុំជាបារបួសប៉ុណ្ណោះគ្មានចេតនាធ្វើអ្វីផ្សេងនោះទេលោកគ្រូហំបន្ទាប់ពីបានប្រយុទ្ធចាញ់ក្រោមស្នាដៃរបស់សង្ឃបិសាចហើយគាត់ក៏ត្រូវរបួសខាងក្នុងដោយអាគមដូច្នេះការព្យាបាលក៏ត្រូវការពពួកខ្មោចព្រៃមកជួយព្យាបាលគាត់ហេតុនេះហើយគាត់បានលាសិស្សរបស់គាត់ដើម្បីចូលព្រៃមួយរយៈសិនដើម្បីព្យាបាលរបួសហើយគាត់គ្មានចេតនាក្នុងការចិញ្ចឹមខ្មោចព្រៃដើម្បីធ្វើបាបអ្នកស្រុកនោះទេប៉ុន្តែរឿងដែលគ្រូហំមិនបានរៀបចំឲ្យបានស្អាតនោះគឺថាខ្មោចព្រៃទាំងនោះបានធ្វើទុក្ខដល់អ្នកភូមិដែលបានចូលព្រៃស្ទើរតែបាត់បង់ជីវិតហេតុនេះហើយទើបអ្នកទាំង3មករកគ្រូហំដើម្បីដោះស្រាយបញ្ហានេះខ្ញុំមកនេះគ្រាន់តែត្រូវការបង្ហាញតែប៉ុណ្ណោះមិនបានមកចោទប្រកាន់ប្អូននោះទេបើប្អូនពិតជាគ្មានចេតនាអាក្រក់ទេឲ្យវាចប់ត្រឹមនឹងទៅចុះខ្ញុំសង្ឃឹមថាថ្ងៃក្រោយនឹងគ្មានរឿងនេះកើតឡើងទៀតនោះទេបើមានរឿងនេះកើតឡើងនៅថ្ងៃក្រោយទៀតលោកគ្រូនឹងពិបាកឈរជើងនៅទីនេះហើយតើអ្នកទាំងអស់គ្នាចង់គំរាមខ្ញុំផងហើយអ្នកទាំងអស់គ្នាគិតថាខ្ញុំខ្លាចអ្នកទាំងអស់គ្នាមែនទេតើប្អូនចង់មានន័យថាម៉េចខ្ញុំហាត់រៀនអាគមរាប់សិបឆ្នាំមកហើយត្រណមគ្រូរបស់ខ្ញុំមិនអោយនរណាម្នាក់គំរាមឬប្រមាថនោះទេបើមានអ្នកគំរាមឬប្រមាថស្មើនឹងមើលងាយគ្រូដូច្នេះអ្នកទាំង3បានល្មើសត្រណមមួយហើយហេតុនេះគួរតែដោះស្រាយទៅបានថ្ងៃនេះខ្ញុំក៏ចង់ដឹងថាអ្នកទាំង3មានអ្វីខ្លាំងខ្លះបានជាហ៊ានមកគំរាមដូច្នោះអ្នកទាំង4បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជំហានដំបូងនៃការប្រយុទ្ធពួកគេមិនអាចមកក្រាបគ្រូហំបានឡើយ
ធ្វើឲ្យគ្រូហំមានឱកាសអាចវាយបកត្រឡប់ទៅវិញបានប៉ុន្តែការវាយបកលោកគ្រូហំក៏មិនអាចធ្វើឲ្យពួកគេត្រូវរបួសបានដែរអ្នកទាំង4ប្រយុទ្ធគ្នាអស់រយៈពេលយូរបន្តិចលោកអាចារ្យអង្គក៏បានដឹងថាបើនៅតែបន្តបែបនេះទៀតមិនយូរទេក្រុមរបស់គាត់នឹងចាញ់ក្រោមដៃគ្រូហំជាមិនខានឡើយអាចារ្យអង្គបានប្រើប្រាស់ស្នៀមចុងក្រោយរបស់គាត់ធ្វើឲ្យយន្តការពារគ្រូហំត្រូវរលាយហើយគ្រាប់កាំភ្លើងរបស់មេភូមិបានទៅចំគ្រូហំធ្វើឲ្យគាត់ត្រូវរបួសហើយរត់ចេញពីទីនោះទៅថ្ងៃនេះយើងមានបំណងចង់ប្រយុទ្ធធ្វើឲ្យប៉ះពាល់ជីវិតរបស់លោកនោះទេយើងគ្រាន់តែចង់ឲ្យលោកបកស្រាយតែប៉ុណ្ណោះគ្រូហំក្រោយពេលបានប្រយុទ្ធចាញ់ក្រោមស្នាដៃអ្នកទាំង3ក៏បានរត់ចូលក្នុងព្រៃមិនតែប៉ុណ្ណោះក៏មានរបួសជាប់ខ្លួនធ្ងន់ធ្ងរផងដែរគាត់មានការខឹងសម្បារយ៉ាងខ្លាំងក៏កើតគំនុំសងសឹកនឹងធ្វើបាបអ្នកភូមិបន្ទាប់ពីពេលនោះមកគ្រូហំបានសំងំសមាធិព្យាបាលរបួសជាមួយនឹងពពួកខ្មោចព្រៃមិនព្រមចេញពីព្រៃនោះទេចំណែកក្រុមកូនសិស្សរបស់លោកគ្រូហំដែលដឹកនាំដោយនាយវិឆ័យលុះព្រឹកឡើងពួកគេមិនបានឃើញគ្រូហំនៅផ្ទះហើយកន្លែងអាសនៈមានភាពរញ៉េរញ៉ៃក៏យល់ថាទីនេះមានការប្រយុទ្ធកើតឡើងហើយការប្រយុទ្ធនេះឮអ្នកភូមិថាអ្នកទាំង3មករកគ្រូហំដូច្នេះធ្វើឲ្យកូនសិស្សរបស់គាត់បានលើកបាក់ពួកមកផ្ទះមេភូមិហើយចង់សួរហេតុផលឲ្យបានច្បាស់លោកមេភូមិកាលពីយប់មិញនេះតើក្រុមលោកពូបានទៅរករឿងលោកគ្រូរបស់ខ្ញុំមែនទេក្មួយវិឆ័យទេយប់មិញនេះពូបានទៅរកគ្រូរបស់ក្មួយមែនប៉ុន្តែពូទៅរកគាត់គ្រាន់តែចង់សួរមូលហេតុដែលគ្រូរបស់ក្មួយបានចូលព្រៃចិញ្ចឹមខ្មោចព្រៃធ្វើបាបអ្នកភូមិតែប៉ុណ្ណោះក្មួយក៏បានដឹងខ្លះហើយថាក្នុងភូមិរបស់យើងថ្មីនេះមានអ្នកភូមិត្រូវបានខ្មោចព្រៃធ្វើទុកបុកម្នេញកើតជំងឺស្ទើរតែស្លាប់ស្ទើរតែរស់បើកុំតែជួយទាន់អាចនឹងស្លាប់មនុស្សផងនេះលោកពូពិតជាទៅរករឿងគ្រូរបស់ខ្ញុំមែនគ្រូរបស់ខ្ញុំគ្រាន់តែចិញ្ចឹមខ្មោចព្រៃដើម្បីព្យាបាលរបួសគាត់តែប៉ុណ្ណោះមិនបានធ្វើរឿងអាក្រក់ទេនេះលោកពូបែរជាលើកគ្នាទៅសម្លាប់គាត់ទៅវិញតើលោកពូសមធ្វើជាមេភូមិរបស់គេដែរទេមិនតាមដានឲ្យបានច្បាស់លាស់បែរជាសម្រេចចិត្តគ្មានភ័ស្តុតាងធ្វើបាបអ្នកដទៃទៀតខ្ញុំមិនសុខចិត្តនោះទេថ្ងៃនេះបើលោកពូមិនអាចបកស្រាយឲ្យបានច្បាស់លាស់ទេពួកខ្ញុំនឹងមិនសុខចិត្តទៅវិញដោយដៃទទេនោះទេតើនេះក្មួយប្រុសកំពុងតែនិយាយអ្វីពូគ្រាន់តែធ្វើកិច្ចការងារខ្លះដើម្បីរក្សាសុខសុវត្ថិភាពជូនអ្នកភូមិតែប៉ុណ្ណោះមិនបានទៅឈ្លានពានគ្រូរបស់ក្មួយនោះទេហើយក្មួយកាន់តែគ្មានសិទ្ធិមកវាយតម្លៃកិច្ចការរបស់ពូនោះដែរថ្ងៃនេះពូយល់ថាក្មួយគួរតែស្វែងរកលោកគ្រូរបស់ក្មួយទៅប្រហែលពេលនេះគាត់រត់ចូលទៅក្នុងព្រៃទៀតហើយព្រោះយប់មិញនេះគាត់មិនបានស្លាប់នោះទេបានថ្ងៃនេះខ្ញុំនឹងមិនជំរះបញ្ជីជាមួយនឹងលោកពូទៅចុះប៉ុន្តែបើខ្ញុំដឹងថាលោកគ្រូរបស់ខ្ញុំមានរបួសធ្ងន់ធ្ងរនោះក្នុងភូមិនេះនឹងមិនមានក្តីសុខទៀតនោះឡើយតោះពួកយើងទៅវិញកូនសិស្សលោកគ្រូហំទាំងអស់បានធ្វើដំណើរត្រឡប់ទៅផ្ទះគ្រូហំវិញហើយពួកគេក៏បានប្រជុំគ្នាដើម្បីស្វែងរកគ្រូហំ
អ្នកទាំង3បានប្រជុំនិងជជែកគ្នាអំពីផែនការរក្សាសុខសុវត្ថិភាពនៅក្នុងភូមិមិនតែប៉ុណ្ណោះក៏បានឆ្លៀតពិភាក្សាគ្នាអំពីការប្រកួតជាមួយនឹងគ្រូហំកាលពីយប់មិញផងដែរការប្រយុទ្ធគ្នាយប់មិញនេះមិននឹកស្មានថាគ្រូហំខ្លាំងអញ្ចឹងសោះត្រូវហើយខ្ញុំក៏នឹកស្មានមិនដល់ដែរយប់មិញនេះប្រសិនបើសិស្សរបស់គ្រូហំនៅជុំគ្នាប្រហែលយើងមិនអាចមានសំណាងយកឈ្នះគ្រូហំនោះទេយប់មិញនេះកុំថាមានកូនសិស្សរបស់គេបើនៅតែបន្តអូសបន្លាយពេលវេលាទៀតទោះបីគ្រូហំតែម្នាក់ក៏យើងមិនអាចយកឈ្នះគេបានដែរតើហេតុអ្វីបានជាគ្រូហំខ្លាំងយ៉ាងនេះហើយហេតុអ្វីបានជាយើងមិនអាចប្រយុទ្ធយូរទៀតគ្រូហំគឺជាសិស្សសំណប់ចិត្តរបស់លោកគ្រូគាត់ហើយមានមន្តវិជ្ជាងងឹតច្រើនណាស់យើងមិនមែនជាដៃគូរបស់គាត់ទេយប់មិញនេះបើគ្រូហំអត់មានរបួសយើងពិបាកដកខ្លួនហើយម្យ៉ាងពពួកមន្តវិជ្ជាងងឹតដែលគ្រូហំប្រើយប់មិញនេះគឺជាមន្តវិជ្ជាស្រូបទាញប្រសិនបើយើងនៅតែបន្តប្រយុទ្ធនោះមន្តវិជ្ជារបស់គាត់អាចស្រូបយកថាមពលពីមន្តវិជ្ជារបស់យើងហើយទៅព្យាបាលរបួសនៅខាងក្នុងរបស់គាត់បើអញ្ចឹងយើងចោលសត្រូវជាមួយនឹងគ្រូហំយប់មិញមិនកាន់តែវីវោហើយមែនទេស្ដាយណាស់យប់មិញមិនគួរប្រយុទ្ធជាមួយនឹងគាត់នោះទេអូនណយនិយាយអញ្ចឹងមិនត្រូវទេកាលពីយប់មិញនេះគ្រូហំមានចេតនាច្បាស់ណាស់ថាគាត់ចង់ឲ្យយើងប្រយុទ្ធជាមួយនឹងគាត់គឺដើម្បីបានឱកាសប្រើមន្តវិជ្ជាស្រូបទាញយកទៅព្យាបាលរបួសរបស់គាត់ដូច្នេះបើយើងមិនចង់ប្រកួតក៏មិនកើតដែរអូនមេភូមិនិយាយត្រូវណាស់យប់មិញបើយើងចង់ដើរចេញមិនប្រកាសថាគ្រូហំឲ្យទៅនោះទេហើយម្យ៉ាងវិញទៀតយើងក៏មិនបានដឹងមុនថាគ្រូហំប្រើប្រាស់មន្តវិជ្ជាស្រូបទាញនេះដែរសរុបទៅយើងដូចជានៅតែចាញ់កលរបស់គ្រូហំដដែលក៏ប៉ុន្តែយប់មិញយើងបានបាញ់គ្រូហំឲ្យត្រូវរបួសហើយនោះប្រហែលគេមិនមករកយើងទេគ្រូហំយប់មិញត្រូវរបួសមែនប៉ុន្តែនោះជារបួសដោយគ្រាប់កាំភ្លើងរបស់ប្អូនមេភូមិដែលគ្មានអាគមនោះឡើយដូច្នេះរបួសនេះស្រាលទេមិនដូចកាលពីរបួសត្រូវប្រយុទ្ធជាមួយនឹងសង្ឃបិសាចនោះឡើយចុះលោកបងទាំងពីរគិតទេថាគ្រូហំនឹងមករកយើងដើម្បីសងសឹកវិញខ្ញុំយល់ថាគ្រូហំនៅតែភ័យខ្លាចដដែលបើពួកយើងទាំង3រួមគ្នាប៉ុន្តែបើយើងម្នាក់តទល់ជាមួយនឹងគាត់ទោះជាគាត់មានរបួសក៏ពិបាកនឹងយកឈ្នះគាត់នោះដែរហើយបើនិយាយទៅដល់ការសងសឹកវិញចំពោះយើងទាំង3នាក់គឺមិនងាយទេប៉ុន្តែខ្លាចចំពោះអ្នកភូមិខ្ញុំគិតថាមួយរយៈពេលនេះគួរតែប្រាប់អ្នកភូមិកុំតន់ចូលព្រៃអីក្រែងជួបជាមួយនឹងគ្រូហំបាទលោកបងស្អែកនេះខ្ញុំនឹងប្រកាសប្រាប់អ្នកភូមិទាំងអស់កុំតន់អាលចូលព្រៃអីប៉ុន្តែលោកបងបើយើងធ្វើដូច្នេះរហូតដូចជាមិនកើតទេព្រោះអ្នកភូមិត្រូវចូលព្រៃដើម្បីរកវល្លិចិញ្ចឹមជីវិតជាប្រចាំថ្ងៃបើហាមពួកគេក្រែងលោមិនកើតលុះត្រាតែយើងធ្វើអ្វីមួយដើម្បីដោះស្រាយក្នុងស្ថានភាពបែបនេះយើងគ្រាន់តែហាមសិនទៅបន្តិចទៀតយើងនឹងដោះស្រាយតាមលំដាប់លំដោយក្នុងស្ថានភាពធូរស្រាលបន្តិចសិនព្រឹកថ្ងៃបន្ទាប់លោកមេភូមិអាចារ្យអង្គនិងលោកគ្រូណយបានប្រកាសប្រាប់ទៅកាន់អ្នកភូមិទាំងអស់កុំតន់អាលចូលព្រៃព្រោះដើម្បីរក្សាសុខសុវត្ថិភាពលោកមេភូមិសន្យាថានឹងដោះស្រាយឲ្យបានឆាប់មិនឲ្យអ្នកភូមិរងចាំយូរនោះទេលោកមេភូមិតើលោកអាចប្រាប់ពីហេតុផលច្បាស់លាស់បានទេព្រោះការមិនបានចូលព្រៃធ្វើឲ្យប៉ះពាល់ដល់ជីវភាពអ្នកភូមិយើងណាស់ដូច្នេះយើងចង់ដឹងមូលហេតុឲ្យបានច្បាស់បើមិនសូវជាគ្រោះថ្នាក់ទេហើយយើងអាចការពារបាន
គួរតែឲ្យអ្នកភូមិប្រថុយចូលទៅណែលោកបងបើលោកមេភូមិប្រាប់មិនឲ្យចូលហើយកុំជំទាស់នឹងគាត់អីកុំឲ្យពិបាកដល់គាត់នៅក្នុងភូមិមួយរយៈចុងក្រោយនេះលោកក៏បានដឹងដែរថាមានរឿងកើតឡើងជាបន្តបន្ទាប់គ្នាលោកមេភូមិគ្រាន់តែចង់រក្សាសុខសុវត្ថិភាពឲ្យពួកយើងប៉ុណ្ណោះបងប្អូនខ្ញុំយល់ពីទុក្ខលំបាករបស់បងប្អូនហើយប៉ុន្តែសុវត្ថិភាពយើងគឺជារឿងសំខាន់ថ្មីនេះខ្ញុំទើបតែបង្ក្រាបខ្មោចព្រៃហើយដោះបណ្ដាសាឲ្យអ្នកភូមិ2នាក់ដោយដែលបងប្អូនបានដឹងតើបងប្អូនដឹងទេថាខ្មោចព្រៃនោះចិញ្ចឹមដោយនរណាតើខ្មោចនោះចិញ្ចឹមដោយអ្នកណាទៅហេតុអ្វីបានជាចង់ធ្វើបាបពួកយើងដូច្នោះបងប្អូនខ្មោចព្រៃនោះគឺត្រូវបានចិញ្ចឹមដោយលោកគ្រូហំហើយចំណែកលោកគ្រូហំកាលពីយប់ម្សិលមិញក៏បានចូលទៅក្នុងព្រៃម្ដងទៀតហើយខ្ញុំបារម្ភថាពេលបងប្អូនចូលព្រៃអាចនឹងមានរឿងកើតឡើងម្ដងទៀតគឺពិបាកជាមិនខានឡើយជីដល់ម្លឹងផងខ្ញុំមិននឹកស្មានថាគ្រូហំធ្វើបែបនេះសោះលោកមេភូមិតើពេលណាអាចដោះស្រាយបញ្ហានេះបានបាទខ្ញុំជាមួយនឹងលោកប្អូនណយព្រមទាំងលោកអាចារ្យនឹងពន្លឿនការដោះស្រាយនេះជូនបងប្អូនដូច្នេះសូមបងប្អូនសហការជាមួយនឹងពួកយើងមួយរយៈសិនអ្នកភូមិបានយល់ព្រមស្ដាប់ការបកស្រាយរបស់លោកមេភូមិដោយមិនហ៊ានល្មើសសម្ដីនោះឡើយសុខចិត្តរងចាំការដោះស្រាយបញ្ហានេះហើយទើបនឹងធ្វើដំណើរចេញទៅចំណែកកូនសិស្សរបស់លោកគ្រូហំវិញក្នុងចំណោមទាំងអស់គឺមានតែនាយវិឆ័យម្នាក់ប៉ុណ្ណោះដែលសុខចិត្តស្ពាយកំភ្លើងដើរចូលក្នុងព្រៃតាមរកលោកគ្រូរបស់គាត់ដោយមិនខ្លាចរអាអ្វីនោះឡើយប៉ុន្តែនាយវិឆ័យពេលមានឱកាសបានចូលព្រៃដូច្នោះក៏កើតកូនចិត្តមួយដែលខ្លួនធ្លាប់បានគិតពីមុនមកគឺចង់ទៅសាកល្បងជាមួយនឹងព្រាយខ្លាញីមួយក្បាលដែលធ្លាប់សម្លាប់សិស្សប្អូនទាំងពីរនាក់របស់គាត់កន្លងមកអាយ៉ាថ្ងៃនេះបានចូលព្រៃហើយដូច្នេះគួរតែសាកទៅលេងនាងខ្លានោះមើលតើនាងខ្លាំងប៉ុណ្ណាទៅកន្លងមកពេលលោកគ្រូនៅតែងតែហាមមិនឲ្យយើងទៅរកនាងដូច្នេះឆ្លៀតឱកាសនេះកុំឲ្យរំលងឲ្យសោះគួរតែបានសាកបានមួយស្នៀតសិនចាំទៅរកលោកគ្រូបន្តទៀតនាងព្រាយខ្លាក្រោយពេលបាត់បង់កូនទៅនាងរស់នៅមិនដែលសប្បាយចិត្តម្ដងណាទេមានពេលខ្លះចិត្តមួយចង់ទៅសងសឹកបញ្ចេញកំហឹងប៉ុន្តែបន្ទាប់ពីបានស្ដាប់តាមសង្ឃដីកាអប់រំទូមានមកនាងក៏បានរំសាយចិត្តចងគំនុំបានខ្លះនារាត្រីនេះនាងបានចេញដំណើរទៅរកចំណីដូចរាល់ដងក៏ស្រាប់តែមានអារម្មណ៍ចម្លែកដូចជាមានចំហាយអ្នកចេះអាគមធ្វើដំណើរឆ្លងកាត់ទីនេះនាងក៏បានឈប់បន្តិចហើយសម្លឹងមើលជុំវិញប៉ុន្តែមិនឃើញអ្វីនោះទេចំណែកនាយវិឆ័យកំពុងតែលោបពួននៅក្បែរថ្មហើយតម្រង់កំភ្លើងសម្ដៅមកកាន់នាងដោយមិនបានដឹងខ្លួនយីខ្លានេះធំណាស់មិនតែប៉ុណ្ណោះក៏មានបារមីខ្លាំងប្រន់បើដែរតើអញ្ចឹងហើយទើបអាចយកឈ្នះសិស្សប្អូនបានមិនអីទេថ្ងៃនេះយើងនឹងសងសឹកឲ្យសិស្សប្អូនឲ្យបានខ្លាញីនោះបានឈរសម្លឹងមើលឆ្វេងមើលស្ដាំហាក់ដូចជាមានអារម្មណ៍មិនស្រួលហើយច្រាបអាគមក៏ខ្លាំងខុសពីធម្មតាទៀតផងនាងមើលទៅទំនងដូចជាមិនស្រួលក៏បានរត់គេចចេញពីទីនោះប៉ុន្តែភ្លាមនោះក៏កាយកំភ្លើងអាគមរបស់នាយវិឆ័យផ្ទុះឡើងហើយត្រូវចំស្មាខាងស្ដាំបណ្ដាលឲ្យនាងមានរបួសធ្ងន់រត់ចូលទៅក្នុងល្អាង
ចំណែកនាយវិឆ័យក្រោកឡើងមកទាំងកំហឹងក៏រត់ដេញតាមពីក្រោយរហូតដល់មាត់ល្អាងក៏បានបាត់តែម្ដងនាយវិឆ័យក៏បានដើរចូលទៅក្នុងល្អាងដោយប្រុងប្រយ័ត្នភ្លាមនោះស្រាប់តែប្រទះឃើញនាងខ្លាបានដួលសន្លប់នៅនឹងកន្លែងនាយវិឆ័យបានដើរទៅជិតដំបងគិតថាចង់បាញ់សម្លាប់នាងភ្លាមប៉ុន្តែពេលបានមើលទៅរូបសម្រស់នាងខ្លាមេម៉ាយកាន់តែយូរហាក់ដូចជាមានសម្រស់កាន់តែស្អាតជាងស្រីធម្មតាបានជានាងខ្លានេះស្រស់ស្អាតលើសស្រីធម្មតាមិនកើតទេបើសម្លាប់នាងគឺគួរឲ្យស្ដាយហើយបើសងសឹកឲ្យអ្នកដែលស្លាប់ទៅក៏មិនអាចជួយជីវិតឲ្យរស់វិញបានម្យ៉ាងវិញទៀតយើងក៏នៅកំឡោះអាយុច្រើនទៀតគួរតែមានដៃគូក៏មិនខុសនោះដែរនាយវិឆ័យបានប្រើមន្តវិជ្ជាសណ្ដំដាស់នាងឲ្យភ្ញាក់ពីសន្លប់ហើយក៏បានបន្ទន់ចិត្តដើម្បីបានរួមរស់មេត្រីជាមួយនឹងព្រាយខ្លាមេម៉ាយអស់រយៈពេលជាច្រើនយប់ច្រើនថ្ងៃទើបគាត់បន្តដំណើរទៅតាមរកលោកគ្រូហំបន្តទៀតចំណែកនាងព្រាយខ្លាក្រោយពេលបានភ្ញាក់ឡើងក៏មិនបានដឹងខ្លួនឡើយថាមួយរយៈពេលដែលនាងបានសន្លប់នឹងត្រូវសណ្ដំនោះបានធ្វើអ្វីនោះទេហើយរបួសរបស់នាងក៏ជាសះស្បើយដោយមិនបានដឹងខ្លួននោះដែរនាយវិឆ័យបានបន្តដំណើរក្នុងព្រៃជាច្រើនថ្ងៃច្រើនយប់បន្តទៀតទើបអាចទៅដល់កន្លែងរបស់គ្រូហំកំពុងតែតាំងសមាធិព្យាបាលរបួសមិនតែប៉ុណ្ណោះក៏កំពុងតែហាត់រៀនប្រើមន្តវិជ្ជាមនុស្សដុំថ្មវិឆ័យពិតជាសប្បាយចិត្តខ្លាំងណាស់ពេលបានឃើញលោកគ្រូរបស់គាត់លោកគ្រូទីបំផុតខ្ញុំអាចរកលោកគ្រូឃើញហើយល្អណាស់ម្ដេចក៏កូនអាចមកដល់ទីនេះបានបាទលោកគ្រូខ្ញុំចេះតែធ្វើដំណើររហូតមកអស់រយៈពេលជាច្រើនថ្ងៃច្រើនយប់មកហើយទើបមកដល់ទីនេះហើយឃើញលោកគ្រូតែម្ដងតើលោកគ្រូនៅទីនេះកំពុងតែព្យាបាលរបួសមែនទេពិតមែនហើយ
លោកគ្រូកំពុងតែព្យាបាលរបួសមិនតែប៉ុណ្ណោះលោកគ្រូក៏កំពុងតែរៀនប្រើប្រាស់មន្តវិជ្ជាមនុស្សដុំថ្មទៀតផងស្ដាប់ទៅដូចជាអស្ចារ្យណាស់លោកគ្រូតែលោកគ្រូអាចបង្រៀនខ្ញុំផងបានទេកុំបារម្ភអីលោកគ្រូនឹងបង្រៀនកូនឲ្យចេះទាំងអស់នៅអ្វីដែលលោកគ្រូបានចេះហើយអាចធ្វើកើតលោកគ្រូហំបានពលនីប្រាប់ទៅកាន់កូនសិស្សរបស់គាត់នៅមន្តវិជ្ជាបង្កើតមនុស្សដុំថ្មដែលគាត់ទើបតែស្រាវជ្រាវបំបែកបានការបង្កើតមនុស្សដុំថ្មនេះត្រូវធ្វើពិធីជាមុនសិននៅយប់ថ្ងៃ15កើតដោយវិជ្ជាមួយនេះដើម្បីបង្កើតមនុស្សដុំថ្មបានគឺត្រូវការពឹងផ្អែកលើពន្លឺព្រះច័ន្ទផ្សំជាមួយនឹងពពួកថ្មដែលត្រូវបានប្រសិទ្ធនឹងវិញ្ញាណខ្មោចព្រៃយប់ថ្ងៃ15កើតបានមកដល់គ្រូហំនិងនាយវិឆ័យបានរៀបចំពិធីរណ្ដាប់អ្នកទាំងពីរបានសូត្រមន្តគាថាចំណាយពេលយ៉ាងយូរដើម្បីបង្កើតមនុស្សថ្មនោះបន្ទាប់មកមនុស្សថ្មក៏បានផុសខ្លួនចេញមកដោយមានរូបរាងធំនិងស្ដាប់តាមការបញ្ជារបស់គ្រូហំកូនសិស្សកូនអាចសាកល្បងជាមួយគេបានតើពិតមែនទេលោកគ្រូកូនសាកមើលទៅវិឆ័យបានសាកល្បងដោយយកកាំភ្លើងរបស់គាត់សូត្រមន្តគាថាហើយបាញ់ទៅកាន់មនុស្សថ្មប៉ុន្តែมันអាចធ្វើឲ្យមនុស្សថ្មនោះអាចប្រឈមនឹងបញ្ហានោះឡើយគ្រូសិស្សទាំងពីរបានញញឹមដាក់គ្នាហើយក៏បានសម្រេចធ្វើដំណើរត្រឡប់មកភូមិវិញផងដែរ